សួស្តីហ្វេនៗទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel សថាសម្រាយរឿងថ្ងៃនេះ Admin មកធ្វើការសម្រាយរឿងបន្តគឺរឿងបេះដូងស្នេហ៍ក្នុងសមរភូមិអំណាចភាគទី3ដែលជាភាគបន្តបើសិនជាហ្វេនៗចូលចិត្តសូមកុំភ្លេចជួយចុច comment ខាងក្រោមផងដើម្បីឲ្យ Admin បានដឹងថារឿងនេះគឺហ្វេនៗចូលចិត្តឬមិនចូលចិត្តដើម្បីឲ្យ Admin មានទឹកចិត្តក្នុងការធ្វើការសម្រាយជូននៅភាគបន្តទៀតតោះកុំឲ្យខាតពេលយូរសូមអញ្ជើញចូលមកទស្សនាជាមួយនឹងការសម្រាយរបស់ Admin ទាំងអស់គ្នាតែមុននឹងទស្សនាសូមកុំភ្លេចជួយចុច Subscribe Channel Admin ម្នាក់មួយផងណាដើម្បីឲ្យ Admin មានទឹកចិត្តក្នុងការសម្រាយភាគបន្តជូនទស្សនាផ្ដើមសាច់រឿងដំបូងនៅភាគទី3របស់យើងនេះបានបង្ហាញយើងឃើញថាក្រោយពីតួស្រីរបស់យើងនាងបានរត់គេចខ្លួនបាត់ទៅពេលនោះដែរកូនចៅរបស់តួប្រុសគឺគេបានមករាយការណ៍ប្រាប់តួប្រុសយើងថាក្រៅតួព្រះអង្គម្ចាស់តាមពិតទៅអ្នកដែលមានជំនាញក្នុងការកែច្នៃអាវុធនោះនាងគឺជាក្មេងស្រីទេក្រាបទូលឲ្យតួបង្គំទាំងពីរនាក់សូមព្រះរាជទានទោសផងដែលតួបង្គំទាំងពីរនាក់មិនអាចនាំខ្លួននាងមកជួបព្រះអង្គបានប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះគឺនៅពេលដែលតួបង្គំទាំងពីរនាក់បានគម្រាមសួរនាងថានរណាជាអ្នកកំងអាវុធពីនាងបានឆ្លើយថាអ្នកដែលកំងអាវុធពីនាងនោះគឺមានឈ្មោះថាសៀវសឹងគ្រាន់តែលើបែបនេះភ្លាមតួប្រុសរបស់យើងគេក៏បានងើបចេញពីអាងទឹកហើយគេក៏បាននិយាយថាសៀវសឹងនេះនាងហ៊ានយកឈ្មោះរបស់យើងមកប្រើផងភ្លាមនោះដែរយ៉ានយៈគេក៏បាននិយាយថាប្រហែលជាព្រះអម្ចាស់ឆាងសាទេដែលជាអ្នកកុហកយកឈ្មោះរបស់តួប្រុសរបស់យើងមកប្រើដើម្បីបោកបញ្ឆោតតួស្រីឲ្យលក់អាវុធឲ្យខ្លួនចំណែកឯឈីងឡុងវិញគេក៏បានសុំឲ្យតួប្រុសរបស់យើងផ្ដល់ឱកាសឲ្យគេហើយគេសន្យាថាគេនឹងនាំខ្លួនតួស្រីមកជួបតួប្រុសយើងឲ្យបានហើយមួយវិញទៀតនោះគេនឹងស្វែងរកផុសតាងដើម្បីបញ្ជាក់ថាតួស្រីរបស់យើងគឺមានទំនាក់ទំនងជាមួយនឹងព្រះអម្ចាស់ឆាងសាឲ្យទាល់តែបានប៉ុន្តែយ៉ាងយៈវិញគេក៏បាននិយាយប្រាប់ទៅកាន់តួប្រុសយើងថាបើតាមអារម្មណ៍របស់នាងគឺនាងគិតថាតួស្រីរបស់យើងគឺនាងពុំមានទំនាក់ទំនងជាមួយនឹងព្រះអម្ចាស់ឆាងសានោះទេមិនតែប៉ុណ្ណោះយ៉ានយៈគេក៏បានបង្ហាញវត្ថុមួយចំនួនដែលតួស្រីរបស់យើងនាងបានធ្វើធ្លាក់ទៅឲ្យតួប្រុសមើលផងដែរគ្រាន់តែតួប្រុសរបស់យើងបានឃើញវត្ថុទាំងអស់នេះភ្លាមគេក៏សន្និដ្ឋានបានថាតួស្រីរបស់យើងមិនមែនជាមនុស្សធម្មតានោះទេនាងគឺច្បាស់ជាកូនអភិជនណាមួយជាមិនខានទើបបានជានាងមានវត្ថុមានតម្លៃទាំងអស់នេះគ្រានោះដែរតួប្រុសរបស់យើងក៏បានសួរទៅកាន់ចំណុចទាំងពីររបស់គេថាតើមានបានដំណឹងអ្វីពីព្រះអម្ចាស់ឆាងសាដែរនោះទេយ៉ានយៈគេក៏បានរាយការណ៍ប្រាប់តួប្រុសយើងថាព្រះអម្ចាស់ឆាងសាគឺគេបានអញ្ជើញមន្ត្រីជាច្រើនព្រមទាំងគ្រួសារអភិជនជាច្រើនផងដែរដើម្បីចូលរួមក្នុងកម្មវិធីតែងនិពន្ធកំណាព្យនៅឯឡានថៃប៉ុន្តែបើតាមអ្វីដែលខ្ញុំគិតថានេះគឺជាឧបាយការរបស់ព្រះអម្ចាស់ឆាងសាប៉ុណ្ណោះដើម្បីគៀងគងប្រម៉ែប្រមូលមន្ត្រីក៏ដូចជាគ្រួសារអភិជនមួយចំនួនឲ្យចូលដៃចូលជើងជាមួយគេតែប៉ុណ្ណោះឈិនឡុងគឺក៏បាននិយាយបន្តថាគឺព្រះម្ចាស់ឆាងសាគេមិនដឹងថាតួប្រុសរបស់យើងនៅមានជីវិតនោះទេបានជាគេឡើងចាំងបែបនេះព្រោះតែគេគិតថាតួប្រុសរបស់យើងគឺបានស្លាប់នៅក្នុងសមរភូមិបាត់ទៅហើយគ្រាន់តែលើបែបនេះភ្លាមតួប្រុសរបស់យើងគេញញឹមហាក់ដូចជាគេមានផែនការអ្វីមួយអញ្ចឹងហើយគេក៏បាននិយាយប្រាប់ទៅកាន់ចំណុចរបស់គេថានេះគឺជារឿងល្អណាស់ដែលគេហ៊ានប្រមូលផ្ដុំពួកមន្ត្រីក៏ដូចជាគ្រួសារអភិជនមកជួបជុំដូច្នេះប្រហែលជាតួស្រីរបស់យើងនាងនឹងចូលរួមជាមិនខានព្រោះតួស្រីរបស់យើងក៏ជាចំណែកមួយក្នុងការផលិតអាវុធផងដែរហើយតួប្រុសរបស់យើងក៏បានបញ្ជាឲ្យកូនចៅថាយើងនឹងរៀបចំខ្លួនដើម្បីចូលរួមនៅថ្ងៃស្អែកក្នុងកម្មវិធីប្រជុំអ្នកតែងកណាប់របស់ព្រះម្ចាស់ឆាងសាតទៅបានកាត់មកខាងតួស្រីក្បាលខូចយើងឯនេះវិញពេលនេះដែរគឺនាងបានមកដល់ផ្ទះហើយស្របពេលនោះដែរម្ដាយរបស់នាងក៏បានដើរចេញមកចាំទទួលផងដែរហើយគាត់ក៏បានសួរទៅកាន់កូនរបស់គាត់ថាតើឯងកំពុងតែមកពីណាភ្លាមនោះដែរតួស្រីរបស់យើងនាងឆ្លើយទាំងបេបឺថានាងទើបតែត្រឡប់មកពីសំណាក់របស់ព្រះអង្គម្ចាស់ជីហើយតួស្រីរបស់យើងនាងក៏ឆ្លៀនមកអួយថាអ្នកម៉ែថ្ងៃនេះគឺខ្ញុំអស់កម្លាំងខ្លាំងណាស់ម៉ែហើយឈឺដៃទៀតព្រោះតែខ្ញុំច្រឡងអសរដល់100ចប់ឯណោះហើយដូច្នេះហើយបានជាខ្ញុំទៅរកព្រះនាងនីងដើម្បីជជែកគ្នាលេងកុំឲ្យមានអារម្មណ៍ធុញថប់នឹងណាអ្នកម៉ែហើយម្ដាយតួស្រីក៏ដឹងពីចរិតកូនគាត់ថាជាមនុស្សខុសរពើរពឹសដូច្នេះគាត់មិនជឿសម្ដីតួស្រីនោះទេហើយគាត់ក៏បានសួរទៅកាន់ព្រះនាងថាតើអ្វីដែលតួស្រីនិយាយនេះជាការពិតឬទេតួស្រីរបស់យើងនាងខ្លាចបែកកាវហើយនាងក៏បានធ្វើទឹកមុខយ៉ាងកំសត់ហើយព្រិចភ្នែកផងជ្រួញចិញ្ចើមផងដើម្បីឲ្យព្រះនាងជួយខ្លួនអញ្ចឹងណាព្រះនាងឃើញហើយក៏ជួយកុហកតួស្រីយើងថាតួស្រីរបស់យើងហ្នឹងគឺនៅជាមួយនាងពីមួយថ្ងៃហ្មងនាងមិនបានទៅណានោះទេហើយម្ដាយតួស្រីក៏ដឹងថាអ្នកតាពីកំពុងតែខកគាត់ក៏បានដាក់បញ្ជាឲ្យតួស្រីរបស់យើងកុំឲ្យដើរទៅណាឆ្ងាយសោះព្រោះនាងនៅមានរបួសនៅឡើយទេមិនតែប៉ុណ្ណោះគាត់ថាឲ្យតួស្រីរបស់យើងនឹងទៅលុតជង្គង់ដើម្បីទទួលកំហុសនៅមុខស្លាប់ព្រលឹងបុព្វបុរសផងដែរហើយតួស្រីរបស់យើងនឹងកពូក្បាលខូចមែនទែនហ្មងហ្នឹងគឺធ្វើមុខនឹងកំសត់ដាក់ម្ដាយរបស់គេដោយឃើញម្ដាយមិនខ្វល់គេក៏ចាប់ផ្ដើមនឹកឃើញល្បិចមួយទៀតហើយគេឲ្យម្ដាយរបស់គេហ្នឹងជូនគេទៅឡានថៃព្រោះតែកន្លែងឡានថៃហ្នឹងគឺថ្ងៃស្អែកហ្នឹងគឺគេមានការប្រឡងប្រជែងការតែងកណាបងអញ្ចឹងគេគិតថាថ្ងៃស្អែកហ្នឹងនៅប្រុសប្រៃច្បាស់ជាចូលរួមជាមិនខានដូច្នេះបានជាគេសុំឲ្យម៉ែរបស់គេហ្នឹងជូនគេទៅដើម្បីសុំទោសនឹងប្រុសប្រៃដោយផ្ទាល់
ព្រោះតែកាលពីប្រហែលថ្ងៃមុនហ្នឹងគេធ្វើឲ្យអ្នកប្រុសប្រពៃមានការភ័យខ្លាចហើយម្ដាយនោះគិតថាកូនដឹងកំហុសហើយក៏ឆ្លើយយកព្រមទៅតាមអ្វីដែលកូនស្នើសុំផងដែរលុះថ្ងៃស្អែកក៏បានមកដល់ពេលនោះដែរតួស្រីក៏ដូចជាម្ដាយតួស្រីហ្នឹងបានមកជួបជាមួយនឹងអ្នកប្រុសប្រពៃហើយតួស្រីរបស់យើងគាត់ក៏បានសុំទោសអ្នកប្រុសប្រពៃថាពីថ្ងៃមុនហ្នឹងគាត់សុំទោសផងដែលគាត់ធ្វើឲ្យអ្នកប្រុសប្រពៃមានការភ័យខ្លាចបៃលីនស្ដាប់ហើយគេក៏បាននិយាយប្រាប់តួស្រីថាគេមិនបានប្រកាន់ជាមួយនឹងតួស្រីនោះទេហើយគេក៏បានណែនាំប្អូនជីដូនមួយរបស់គេប្រាប់ទៅតួស្រីផងដែរព្រោះគេខ្លាចតួស្រីរបស់យើងមានការយល់ច្រឡំតួស្រីរបស់យើងនឹងក៏បានអោបគោរពប្អូនជីដូនមួយរបស់ប៉ៃលីនចំណែកឯប្អូនជីដូនមួយរបស់ប៉ៃលីនវិញគឺគេសម្ដែងកັບកិរិយាចេញមកគឺបំពេញចិត្តតួស្រីយើងនោះទេគឺហាក់ដូចជាប្រច័ណ្ឌប៉ៃលីនជាមួយនឹងតួស្រីយើងអញ្ចឹងក្រោយពីបានសម្រុះសម្រួលគ្នារួចហើយពេលនោះដែរតួស្រីរបស់យើងជាមួយនឹងប៉ៃលីនព្រមទាំងប្អូនជីដូនមួយរបស់គេនឹងក៏បាននាំគ្នាដើរលេងនៅក្នុងផ្សារពេលដើរមកដល់កន្លែងមួយដែលជាកន្លែងកូនចៅរបស់តួស្រីនោះគឺតួស្រីរបស់យើងនាងចាប់ផ្ដើមរៀបល្បិចសញ្ញោគ្នាជាមួយនឹងកូនចៅទៀតហើយភ្លាមនោះដែរតួស្រីក៏បានឃើញផ្លិតដែលប្អូនជីដូនមួយរបស់ប៉ៃលីននឹងគេកាន់ហ្នឹងក៏គេទៅសើថាផ្លិតនោះស្អាតហើយតួស្រីរបស់យើងនាងក៏សុំកាន់មើលប៉ុន្តែត្រូវបានប្អូនជីដូនមួយរបស់ប៉ៃលីនគេអត់ឲ្យទេព្រោះដោយសារវាជាវត្ថុអនុស្សាវរីយ៍របស់គេជាវត្ថុសំណប់ចិត្តរបស់គេដែលប៉ៃលីនជូនឲ្យគេហើយគេក៏បាននិយាយប្រាប់តួស្រីថាផ្លិតនេះគឺជាអំណោយរបស់បងជីដូនមួយរបស់គេមិនតែប៉ុណ្ណោះបងជីដូនមួយរបស់គេនឹងបានចាអសនលើនឹងទៀតអញ្ចឹងវាមានតម្លៃខ្លាំងណាស់សម្រាប់គេជាយូរស្រាប់ហើយនាងក៏បាននិយាយចាក់បដ ாய் តាមនឹងទៅហើយនាងក៏បាននិយាយថាបើសិនជាស្នាដៃនៃប្រុសប៉ៃមែនអញ្ចឹងគឺវាពិតជាអស្ចារ្យមានតម្លៃណាស់ហើយនៅប្រុសប៉ៃនោះហេតុតែគ្នាស្រឡាញ់តួស្រីរបស់យើងអត់ដឹងថាតួស្រីរបស់យើងកំពុងតែប្រើល្បិចដាក់ខ្លួនទេហើយគេក៏បាននិយាយប្រាប់តួស្រីថាអីទេបើសិនជានាងចង់បាននោះចាំខ្ញុំចាកំណាព្យមួយទុកនៅលើវត្ថុអនុស្សាវរីយ៍ណាដែលនាងស្រឡាញ់អញ្ចឹងណាហើយតួស្រីរបស់យើងថាអូអញ្ចឹងពិតជាអស្ចារ្យណាស់អញ្ចឹងខ្ញុំចង់បានថូននេះអញ្ចឹងតួស្រីរបស់យើងក៏បានបញ្ជាឲ្យអ្នកលក់ដែលជាអ្នកបម្រើដៃជើងរបស់នាងហុចថូមកឲ្យអ្នកប្រុសប៉ៃចាហើយប៉ៃលីនោះគ្នាក៏ត្រង់ទៀតអត់ដឹងថានេះជាល្បិចកលរបស់តួស្រីទេគ្នាក៏យកថូយកមកចាប៉ុន្តែយើងមិនមើលមុខប្អូនចដូនមួយរបស់គេមុខល្មើហ្មងហ្នឹងគឺមានន័យថាគេនឹងកំពុងតែប្រច័ណ្ឌតួស្រីរបស់យើងជាមួយនឹងប៉ៃលីហ្នឹងហើយប៉ៃលីនគ្នាយកមកចាដល់ពេលចាគ្រាន់តែចាបានពាក្យថាការប៉ះកំពុងរីកលើតួស្រីរបស់យើងនេះនិយាយកាត់ហ្មងថាអូអស្ចារ្យមែនកំណាប់អ្នកប្រុសប៉ៃពិតជាអស្ចារ្យណាស់ហើយប៉ៃលីងគ្នាឡើងឆ្ងល់ហ្មងគ្នាទៅទៅសេបានតិចមកទៅសើគ្នាទៅអស្ចារ្យណាហើយតួស្រីរបស់យើងមកបន្ថែមថាអ្នកប្រុសប៉ៃស្នាដៃនិពន្ធកំណាប់គឺពិតជាអស្ចារ្យខ្លាំងណាស់គឺមានអត្ថន័យជ្រាលជ្រៅហើយតួស្រីរបស់យើងក៏បាននិយាយទៅកាន់ឆាំងអឺថាគេនឹងយកវត្ថុអនុស្សាវរីយ៍នេះហើយគេសួរតម្លៃឆាំងអឺថាឆាំងអឺលក់តម្លៃប៉ុន្មានដល់ពេលឆាំងអឺថាថូនហ្នឹងគឺមានតម្លៃ$100គ្រាន់តែឮថាតម្លៃ$100ភ្លាមតួស្រីរបស់យើងគេធ្វើអែប្រកែកគ្នាជាមួយឆាំងអឺថាឆាំងអឺហ្នឹងគឺរស់ស៊ីអត់ស្មោះត្រង់ទេរស់ស៊ីបោកប្រាស់គ្រាន់តែថូធម្មតាសោះហ៊ានលក់ដល់តម្លៃ$100ទៅពេលឆាំងអឺគេឆ្លើយថាថូហ្នឹងតម្លៃធម្មតានោះទេប៉ុន្តែអ្វីដែលមានតម្លៃនេះគឺកំណាព្យរបស់អ្នកប្រុសលីងព្រោះកំណាព្យអ្នកប្រុសលីងគឺជាកំណាព្យមួយដែលមានអត្ថន័យជ្រាលជ្រៅហើយស័ក្តិសមជាសុភាពបុរសណាស់ដែលក្នុងលោកនេះពិបាករកអ្នកណាម្នាក់ដែលមានស្នាដៃល្អដូចអ្នកប្រុសលីងខ្លាំងណាស់តួស្រីរបស់យើងក៏បានតបទៅកាន់ឆាំងអឺវិញថាកំណាព្យអ្នកប្រុសលីងល្អយ៉ាងណាស់នោះទេប៉ុន្តែក៏វាមិនអាចមានតម្លៃរហូតដល់$100នោះដែរបីតែកំណាព្យរបស់ព្រះអង្គម្ចាស់ជីក៏មិនអាចមានតម្លៃដល់$100ដែរនេះនាងកំពុងតែរស់ស៊ីមិនស្មោះត្រង់ហើយគ្រាន់តែលើតួស្រីយើងនិយាយបែបនេះភ្លាមធ្វើឲ្យប្អូនចដូនមួយរបស់ប៉ៃលីនហ្នឹងគឺគេក្តៅឆេវហ្មងគេថាតួស្រីរបស់យើងហ្នឹងហ៊ានប្រអាប់ស្នាដៃនិពន្ធកំណាព្យរបស់បងចដូនមួយគេផងប៉ុន្តែតួស្រីរបស់យើងនាងឆ្លើយថាអត់ទេនាងមានបំណងបែបហ្នឹងនោះទេគ្រាន់តែថាអ្នកលក់នេះគឺរស់ស៊ីមិនស្មោះត្រង់ប៉ុន្តែមិនអីទេចាំនាងទិញក៏បានដែរព្រោះវាជាស្នាដៃរបស់អ្នកប្រុសលីនប៉ុន្តែត្រូវបានប្អូនចដូនមួយរបស់ប៉ៃលីនគេថាអត់ទេវត្ថុហ្នឹងគឺចាំគេអ្នកទិញវិញព្រោះជាស្នាដៃរបស់បងចដូនមួយរបស់គេភ្លាមនោះដែរតួស្រីរបស់យើងគេថាអត់ទេនេះគឺអ្នកប្រុសលីនទៅសេសម្រាប់នាងដូច្នេះនាងត្រូវទៅទិញដល់ពេលអ្នកទាំងពីរនឹងប្រកែកឡើងប្រកែកចុះហើយតួស្រីរបស់យើងក៏បានដាក់តម្លៃថាឥឡូវអ្នកណាដេញតម្លៃបានខ្ពស់ជាងអ្នកហ្នឹងគឺជាម្ចាស់របស់វត្ថុហ្នឹងហើយតួស្រីរបស់យើងក៏ហ៊ានឲ្យតម្លៃដេញដំបូងហ្នឹងគឺ$150ដល់ពេលប្អូនចដូនមួយរបស់ប៉ៃលីនគេហ៊ាន$200ដល់ពេលដេញឡើងដេញចុះទៅបីជាប៉ៃលីនព្យាយាមខាត់ប្អូនចដូនមួយគេយ៉ាងណាក៏ដោយតែបងចដូនមួយគេហេតុតែស្រឡាញ់ចំកប់គុណបងចដូនមួយរបស់គេគេក៏ហ៊ានឲ្យតម្លៃស្មើនឹងស្នៀសស្តក់របស់គេហើយតួស្រីរបស់យើងចាប់ផ្ដើមដើរតួកំសត់ថាខ្ញុំពិតជាសោកស្ដាយណាស់នេះជាស្នាដៃតែមួយគត់ដែលអ្នកប្រុសលីងទៅសេឲ្យខ្ញុំមិនសមណាខ្ញុំគ្មានសមត្ថភាពក្នុងការយកវាសោះប៉ុន្តែមិនមើលមុខអ្នកសេតែអ្នកសេគេនឹងកំពុងតែញញឹមញញែមសញ្ញោដាក់គ្នាវិញទៅមកហ្នឹងជាមួយអ្នកលក់ហ្នឹងសាច់រឿងក៏បានកាត់ស្លេះត្រឹមហ្នឹងដូច្នេះសូមកុំភ្លេចរងចាំទស្សនាជាមួយ admin នៅភាគក្រោយបន្តទៀតណាសូមកុំភ្លេចចុច subscribe channel admin ម្នាក់មួយផងដើម្បីឲ្យ admin មានទឹកចិត្តក្នុងការសម្រាយភាពបន្តជូនផងណាសូមអរគុណសូមជម្រាបលាសម្រាប់បងប្អូនដែលមានតម្រូវការចង់បានជាសម្លៀកបំពាក់បុរសក៏ដូចជាសម្លៀកបំពាក់នារីអាចទំនាក់ទំនងតាមរយៈ page admin នេះបានណាឬមួយវិញទៀតអាចទាក់ទងតាម Telegram ដែលមាននៅលើវីដេអូនឹងបាន